សូមជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីចឹងវីដេអូយើងថ្ងៃនេះមកនិយាយអំពី Honda ADV 160cc ដែលទើបតែប្រកាសចេញនៅប្រទេសម៉ាឡេស៊ីណាពុកម៉ែបងប្អូនអស់គ្នាបាទអញ្ចឹងសម្រាប់ Honda ADV ដែលចេញលក់នៅប្រទេសម៉ាឡេស៊ីគឺមានច្រើនពណ៌ពុកម៉ែបងប្អូនអស់គ្នាបាទអញ្ចឹងមានពណ៌ប្រផេះបាទពណ៌បៃតងឬក៏ហៅថាពណ៌តាហ៊ានណាបាទហើយនឹងពណ៌ខ្មៅដែលតែមឡាយពណ៌ក្រហមហើយនឹងពណ៌ក្រហមបាទពណ៌ក្រហមនិងមួយទៀតនោះគឺពណ៌សបាទពណ៌សពីមុខហើយពីក្រោយរាងពណ៌ប្រផេះណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងស្រស់ស្អាតមែនតែនឃើញថាទើបតែចេញនៅថ្មីនេះបាទអញ្ចឹងយើងមកមើលលក្ខណៈពិសេសរបស់ Honda ADV នេះវិញបាទអញ្ចឹងទី1នោះគឺម៉ាស៊ីន 157cc ជាមួយនឹងប្រព័ន្ធ ESP Plus ទុកនៅគុណភាព ESP ប្រកបដោយប្រសិទ្ធភាពនិងដំណើរការរលូនដោយកាត់បន្ថយការកកិតខាងក្នុងតាមរយៈការរចនាបន្ទប់ចំហេះចម្រាញ់និងគ្រប់គ្រងបរិមាណប្រេងឥន្ធនៈដោយប្រព័ន្ធ PGM FI យ៉ាងជាក់លាក់ផងដែរជាមួយនឹងការជំរុញយ៉ាងសំខាន់នៅក្នុងដំណើរការតាមរយៈស្ប៉ាប់4ដើមដែលបណ្ដាលឲ្យប្រសើរឡើងនៅប្រសិទ្ធភាពប្រេងដំណើរការរលូននិងកាត់បន្ថយការបំភាយឧស្ម័នផងដែរបាទអញ្ចឹងជាមួយនឹងការគ្រប់គ្រងបាទតួបើគឺដឹងពីការបាត់បង់ការអូសទាញរបស់កង់ក្រោយភ្លាមៗនិងកាត់បន្ថយថាមពលម៉ាស៊ីនដោយអេឡិចត្រូនិកដើម្បីធានាបាននៅការអូសទាញត្រឹមត្រូវនិងធ្វើឲ្យរថយន្តមានលំនឹងផងដែរអញ្ចឹងចំពោះប្រព័ន្ធបាទទប់លំនឹងនេះគឺល្អមែនទែនសម្រាប់ម៉ូតូ Honda ADV 160នេះចំពោះប្រភេទហ្វ្រាំងគឺប្រើហ្វ្រាំង D ខាងមុខនិងខាងក្រោយជាប្រភេទហ្វ្រាំង ABS តែមួយដែលបង្កើតឡើងដើម្បីបង្កើនការគ្រប់គ្រងនិងទំនុកចិត្តនៅពេលដែលពុកម៉ែបងប្អូនអរគ្នាចាប់ហ្វ្រាំងបាទអញ្ចឹងចំពោះហ្វ្រាំងគឺហ្វ្រាំង ABS ទាំងមុខទាំងក្រោយតែម្ដងពុកម៉ែបងប្អូនអរគ្នាបាទគឺសុវត្ថិភាពនៅក្នុងការបើកបរបាទបើកបរពេលចាប់ហ្វ្រាំងគឺមិនឲ្យបោកដួលណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងយើងចូលមកដល់ប្រព័ន្ធសោឆ្លាតវៃរបស់ Honda បាទបច្ចេកវិទ្យាទំនើបនេះអាចធ្វើឲ្យបាទអ្នកជិះចាប់ផ្ដើមម៉ាស៊ីននិងការចាក់សោដៃចង្កូតដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកដ៏ឆ្លាតវៃមុខងារនេះរួមបញ្ចូលទាំងប្រព័ន្ធរោប្រឆាំងនឹងចារកម្មផងដែរនិងប្រព័ន្ធឆ្លើយតបសម្រាប់ការបង្កើនសុវត្ថិភាពផងដែរអញ្ចឹងសោ Smart Key នេះគឺសុវត្ថិភាពមែនទែនយើងអាចដាក់ប្រព័ន្ធការពារចោលកាច់សោកបានឲ្យវាស្រែកឲ្យវារោអញ្ចឹងទៅណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងភ្លើងផ្ដល់ដំណឹងបាទបានភ្លឺឡើងដើម្បីជូនដំណឹងដល់អ្នកដទៃអំពីការបញ្ឈប់ឬក៏អាសន្នណាពុកម៉ែបងប្អូនអរគ្នាបាទភ្លើងប្រាំងក្រោយណាបាទភ្លើងខាងក្រោយបាទអញ្ចឹងស្តុបក្រោយនឹងឯងពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងក្បាំងកញ្ចក់ខាងមុខនេះគឺក្បាំងការពារខ្យល់បាទកញ្ចក់ដែលអាចលៃតម្រូវបានកម្ពស់2កម្រិតផងដែរចំពោះប្រអប់ដាក់អីវ៉ាន់គឺចំណុះ30លីត្រផងដែរពុកម៉ែបងប្អូនអរគ្នាបាទទំហំផ្ទុកធំទូលាយនិងអាចប្រើប្រាស់បានសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនិងពេលឈប់សម្រាកចុងសប្តាហ៍ផងដែរដែលមានសមត្ថភាពបំពាក់មួកសុវត្ថិភាពនិងដាក់របស់របរបន្ថែមដូចជាស្រោមដៃអាវភ្លៀងឬក៏របស់របរផ្សេងបានដោយសុវត្ថិភាពផងដែរបាទអញ្ចឹងឧបករណ៍សម្រាប់សាក USB នៅក្នុងប្រអប់វាកាន់តែងាយស្រួលនៅក្នុងការសាកថ្មទូរស័ព្ទកំពុងតែជិះអញ្ចឹងយើងអាចសាកថ្មបដាជីបដាបានពុកម៉ែបងប្អូនអរគ្នាបាទសម្រាប់កុងទ័រ LCD Master បាទពហុមុខងារណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងរចនាឡើងដើម្បីផ្ដល់នៅព័ត៌មានបាទក៏ដូចជាអត្ថប្រយោជន៍ជាមួយនឹងភាពរំជើបរំជួលទំនើបដែលផ្ដល់ឲ្យអ្នកជិះបាទនៅភាពមើលឃើញច្បាស់នៅពេលកំពុងធ្វើដំណើរបាទអញ្ចឹងឧបករណ៍សម្រាប់វល់លបឿនក៏ដូចជាសម្រាប់ត្រួតពិនិត្យលបឿនប្រកបដោយសុវត្ថិភាពបាទរង្វាស់ប្រេងឥន្ធនៈនិងឧបករណ៍រង្វាស់ចម្ងាយបាទសម្រាប់ការតាមដានប្រេងឥន្ធនៈក៏ដូចជានាឡិកាផងដែរបាទអញ្ចឹងនៅលើកុងទ័រគឺមានកម្មវិធីច្រើនអញ្ចឹងខ្ញុំសូមរៀបរាប់កាត់តែប៉ុណ្ណេះពុកម៉ែបងប្អូនអរគ្នាបាទអូខេអញ្ចឹងសម្រាប់ម៉ូតូរបស់ម៉ាឡេស៊ីនេះគឺមានប្រព័ន្ធភ្លើងសុំផ្លូវផងដែរអញ្ចឹងសម្រាប់បើសិនជានាំចូលស្រុកខ្មែរគឺគេដាក់កុងតាក់បិទបើកភ្លើងប៉ុន្តែនៅស្រុកគេគឺដាក់ប្រព័ន្ធសុំផ្លូវណាបាទអញ្ចឹងចំពោះបច្ចេកវិទ្យាភ្លើង LED ទំនើបផ្ដល់ពន្លឺជាងមុនបាទនិងអាយុការប្រើប្រាស់បានយូរសម្រាប់ចង្គៀងមុខផងដែរអញ្ចឹងសម្រាប់បូមក្រោយបាទបូមក្រោយការរចនាឡើងជាមួយនឹងយើងជិះចូលទៅផ្លូវរលាក់ក៏បានផ្លូវស្មើក៏បានដែរដែលជួយទ្រទម្ងន់បានយ៉ាងល្អបាទ
អូខេចឹងចូលមកដល់ចំណុះទងសាំងចឹងប្រភេទ ADV 160នេះគឺចំណុះទងសាំង 8.1 លីត្របាទចឹងយើងអាចចាក់បាន 8 លីត្រជាងណាពុកម៉ែបងប្អូនអរគ្នាបាទចឹងវាចាក់បានច្រើនមែនតើបាទអូខេឥឡូវយើងមកមើលម៉ាស៊ីនរបស់វាវិញម្ដងបាទចឹងម៉ាស៊ីនគឺជាប្រភេទបាទស៊ីឡាំងតែមួយទេហើយបញ្ចុះកម្ដៅដោយបាទទឹកស្អំបាទហើយជាប្រភេទបាទ4សប៉ាប់4ណាបាទគេហៅថា 4 valve បាទសប៉ាប់4ប្រភេទ ESP Plus ណាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងវីដេអូហ្នឹងសូមបញ្ចប់តែត្រឹមហ្នឹងចាំជួបគ្នានៅវីដេអូក្រោយៗទៀតណាពុកម៉ែបងប្អូនអរគ្នាដោយសារតែ supply LAN ច្រើន